ប្រទេសថៃធ្ងន់កហើយពេលនេះស្ថានភាពទឹកជំនន់នៅខាងប្រទេសថៃគឺបានធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាជនគឺរហូតទៅដល់ជាង1លានគ្រួសារនៅទូទាំង12ខេត្តហើយរបាយការណ៍ចំពោះអ្នកស្លាប់វិញគឺមានមិនទាន់ជាក់លាក់នោះទេប៉ុន្តែមានយ៉ាងតិចគឺរហូតទៅដល់33នាក់បាទស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូព័ត៌មានពី Channel YouTube របស់ខ្ញុំនៅថ្ងៃនេះខ្ញុំនឹងនិយាយអំពីព័ត៌មានមួយដែលតាក់ទងទៅនឹងប្រទេសថៃពីគ្រោះទឹកជំនន់នៅថៃបាទហើយព័ត៌មានមួយនេះគឺបានចេញផ្សាយនៅថ្ងៃទី27វិច្ឆិកាម្សិលមិញនេះបាទចង់ដឹងព័ត៌មាននេះកាន់តែច្បាស់សូមពុកម៉ែបងប្អូនទាំងអស់គ្នាទៅតាមដានទស្សនាក៏ដូចជាស្ដាប់ជាមួយនឹងខ្ញុំទាំងអស់គ្នាគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃមួយនេះត្រូវបានគេវាយតម្លៃថាជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់នេះក្នុងរយៈពេល300ឆ្នាំដោយសារតែភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានបើគិតត្រឹមថ្ងៃទី27ខែវិច្ឆិកានេះស្ថានភាពនៅទីក្រុងហាតយ៉ៃខេត្តសង្ខឡាបានចាប់ផ្ដើមប្រសើរឡើងដោយសារតែភ្លៀងលែងធ្លាក់ហើយកម្រិតទឹកក៏ចាប់ផ្ដើមស្រកជាបន្តបន្ទាប់ហើយមូលហេតុនៃការប្រសើរឡើងនេះគឺដោយសារតែការភ្លៀងគឺលែងធ្លាក់និងការខិតខំប្រឹងប្រែងនៅក្នុងការបូមនិងរុញទឹកចេញទៅសមុទ្រសម្រាប់ឯផលប៉ះពាល់វិញទីក្រុងហាត់យ៉ៃបានប៉ះពាល់ខ្លាំងបំផុតដោយមានកម្រិតទឹកឡើងដល់ 2.5 ម៉ែត្រឬ 8.2 ហ្វីតនៅក្នុងតំបន់ខ្លះនៅថ្ងៃសុក្រសប្តាហ៍មុនទីក្រុងនេះបានកត់ត្រាភ្លៀងធ្លាក់335មីលីម៉ែត្រដែលជាបរិមាណខ្ពស់បំផុតក្នុងមួយថ្ងៃក្នុងរយៈពេល300ឆ្នាំគ្រោះទឹកជំនន់មួយនេះបានប៉ះពាល់ដល់ខេត្តភាគខាងត្បូងប្រហែល12ខេត្តដែលរងគ្រោះធ្ងន់ខ្លាំងជាងគេដូចជាខេត្តសង្ខឡាគឺជាខេត្តដែលធ្ងន់ធ្ងរជាងគេបំផុតរដ្ឋាភិបាលបានប្រកាសភាពអាសន្ននៅទីនេះក្រៅពីនោះក៏មានខេត្តជាច្រើនទៀតផងដែរដែលរួមមានខេត្តនគរศรีធម្មរាជខេត្តត្រាងខេត្តផាត់ថាឡុងខេត្តសាទុនខេត្តប៉ាតានីយ៉ាឡាណារ៉ាធិវត្តជាដើមចំណែកឯជនរងគ្រោះនឹងផលប៉ះពាល់វិញចំនួនជនរងគ្រោះមានកម្រិតខ្ពស់ណាស់ធ្វើឲ្យរដ្ឋាភិបាលថៃត្រូវតែដាក់ពង្រាយយោធានិងឧទ្ធម្ភាគចក្រដើម្បីជួយសង្គ្រោះប្រជាជនរងផលប៉ះពាល់នៅគ្រោះទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបប្រមាណជា 2.7 លាននាក់ជិត1លានគ្រួសារនៅទូទាំង12ខេត្តសម្រាប់ចំនួនអ្នកស្លាប់វិញរបាយការណ៍បច្ចុប្បន្នមានភាពខុសគ្នាប៉ុន្តែចំនួនផ្លូវការបានកើនឡើងដល់យ៉ាងតិច33នាក់ទូទាំង7ខេត្តរបាយការណ៍ថ្មីមួយចំនួនបានចង្អុលបង្ហាញថាចំនួនអ្នកស្លាប់ដោយផ្ទាល់ពីទឹកជំនន់ក្នុងខេត្តសង្ខឡាតែមួយអាចកើនឡើងដល់55នាក់ហើយអាចឡើងដល់80នាក់ទូទាំងតំបន់មូលហេតុនៃការស្លាប់គឺបណ្ដាលមកពីចរន្តទឹកហូរការលង់ទឹកនិងការឆក់ចរន្តអគ្គិសនីផងដែរបាទអញ្ចឹងឃើញថានៅខាងថៃគឺកំពុងតែមាននៅគ្រោះទឹកជំនន់នេះគឺធ្ងន់ធ្ងរមែនទែនហើយឆ្នាំនេះគឺពិតជាប្លែកតែម្ដងបាទពុកម៉ែបងប្អូនមិនថាតែថៃទេនៅឯខាងប្រទេសវៀតណាមក៏មាននៅការលិចលង់ជាមួយនឹងទឹកជំនន់នេះផងដែររាល់ឆ្នាំខែនេះគឺទឹកស្រកហើយប៉ុន្តែឆ្នាំនេះខែនេះគឺទឹកឡើងអាចនិយាយបានថាមកពីជារឿងបាបកម្មផងដែរទៅលើជាតិសាសន៍អស់នឹងខ្ញុំមិនចង់និយាយអ្វីច្រើនទេដោយសារតែពួកហ្នឹងគឺគេមានមហិច្ឆតាចង់បាននៅទឹកដីយើងអញ្ចឹងណាបាទគឺខ្ញុំអត់សូវជាហ៊ាននិយាយទេបាទហើយសម្រាប់ព័ត៌មានមួយនេះគឺខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងហើយយើងនឹងជួបគ្នានៅព័ត៌មានថ្មីជាបន្តនៅវីដេអូក្រោយខ្ញុំនឹងធ្វើការអាប់ដេតនិងជម្រាបជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាមានព័ត៌មាននិងព្រឹត្តិការណ៍អ្វីថ្មីសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា